ល្បែងតែងវិនិច្ឆ័យសេះដាច់យកសេះតាមទ្រព្យសម្បត្តិរលាយហិនហោចដោយសារការចាក់ល្បែងខេត្តកំពតបងប្អូនប្រជាពលរដ្ឋសំណូមពរដល់ឯកឧត្តមម៉ៅធនិនអភិបាលខេត្តកំពតនិងលោកស្នងការខេត្តកំពតអំពីផលវិបាកនៃការរីករាលដាលល្បែងស៊ីសងអនឡាញនិងការអំពាវនាវឲ្យមានការបង្ក្រាបជាអតិភិបនៅខេត្តកំពតបញ្ហាចាក់ស្រេះដោយអំបោះប្រទាក់គ្នាស្រ័យមិនចេញនៃការរីករាលដាលល្បែងស៊ីសងអនឡាញបង្ហាញពីភាពរាលដាលយ៉ាងគំហុកនៃសកម្មភាពល្បែងស៊ីសងភ្នាល់តាមអនឡាញដូចជាការភ្នាល់មាន់តាមអនឡាញនិងយូគី12លេខដែលកំពុងកើតមានឡើងស្ទើរគ្រប់ទីកន្លែងតាមភូមិឃុំនិងស្រុកនានាក្នុងភូមិសាស្ត្រខេត្តកំពតការលេងល្បែងភ្នាល់ទាំងនេះបានបង្កជាក្តីបារម្ភយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋដោយសារតែភាពងាយស្រួលក្នុងការចូលលេងល្បែងនិងលក្ខណៈញៀនល្បែងរបស់វាដែលធ្វើឲ្យអ្នកលេងជាប់ជំពាក់កាន់តែខ្លាំងឡើងទោះបីជាល្បែងស៊ីសងខុសច្បាប់ក្តីក៏សកម្មភាពទាំងនេះហាក់ដូចត្រូវបានបើកឲ្យមានដំណើរការដោយគ្មានរារាំងធំដុំណាមួយឡើយពលរដ្ឋមានការសោកស្ដាយដោយមើលឃើញថាកម្លាំងសមត្ថកិច្ចទីស្នងការដ្ឋាននគរបាលខេត្តកំពតក៏ដូចជាអាជ្ញាធរដែនដីនិងរដ្ឋបាលខេត្តហាក់ពុំទាន់បានយកចិត្តទុកដាក់ខ្ពស់ឬចាត់វិធានការបង្ក្រាបជាប្រចាំនិងទាន់ពេលវេលានៅឡើយផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គ្រួសារនិងសេដ្ឋកិច្ចនៃសង្គមជាតិដើម្បីបញ្ជាក់ពីភាពសាហាវយង់ឃ្នងនិងពឹសពុលនៃផលវិបាកទាំងនេះយើងសូមលើកយកករណីជាក់ស្ដែងដែលបានកើតឡើងលើគ្រួសារពលរដ្ឋម្នាក់ក្នុងខេត្តកំពតការបែកបាក់គ្រួសារនិងចំនួនក្រុមគ្រួសាររបស់ពលរដ្ឋរូបនេះរួមមានបងប្អូននិងម្ដាយឪពុកបានក្លាយជាជនរងគ្រោះដោយសារការញៀនល្បែងភ្នាល់តាមប្រព័ន្ធអនឡាញនេះការញៀនល្បែងនេះបានបង្កឲ្យមានចំនួននិងទាស់តែងគ្នាឥតឈប់ឈរទាំងយប់ទាំងថ្ងៃនៅក្នុងគ្រួសារដែលធ្វើឲ្យសន្តិភាពនៃផ្លូវចិត្តនិងសុភមង្គលក្នុងផ្ទះត្រូវបានរលាយបាត់សូន្យការបំផ្លាញទ្រព្យសម្បត្តិទាំងស្រុងអ្វីដែលកាន់តែអាក្រក់ជាងនេះទៅទៀតគឺសមាជិកគ្រួសារបានឈានដល់ការលក់ខ្ទេចខ្ទីទ្រព្យសម្បត្តិទាំងអស់គ្មានសល់ដើម្បីយកប្រាក់មកចាក់ល្បែងតែប៉ុណ្ណោះការលក់ដូរនេះមិនមែនត្រឹមតែមានរបស់របរមានតម្លៃប៉ុណ្ណោះទេគឺសូម្បីតែមាន់ដែលទើបនឹងញាស់ចេញពីសម្បុកដែលជាក្តីសង្ឃឹមនិងចំណូលតូចតាចស្អួចស្ដាងរបស់ក្រុមគ្រួសារក៏ត្រូវជន់ញៀនល្បែងយកទៅលក់មកលេងល្បែងស៊ីសដែរនេះសបញ្ជាក់យ៉ាងច្បាស់អំពីកម្រិតនៃការញៀនល្បែងដ៏ហួសហេតុដែលនាំឲ្យគ្រួសារធ្លាក់ចូលទៅក្នុងរណ្ដៅភាពក្រីក្រយ៉ាងគំហុកនិងជំពាក់បំណុលគេវ័នកល្បែងស៊ីសងមិនមែនត្រឹមតែជាបញ្ហាបុគ្គលនោះទេវាជាជំងឺដំបៅសង្គមដែលបានធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈជំរុញឲ្យមានអំពើចោរកម្មនិងអំពើហិង្សាក្នុងគ្រួសារឥតឈប់ឈរយោងតាមការបំផ្លាញធនធានគ្រួសារនិងការរំលោភសន្តិសុខសង្គមខាងលើក្រមពលរដ្ឋនិងតាមប្រភពពលរដ្ឋសូមអំពាវនាវយ៉ាងទទូចទៅកាន់រដ្ឋបាលខេត្តកំពតជាពិសេសស្នងការដ្ឋាននគរបាលខេត្តកំពតនិងអាជ្ញាធរមូលដ្ឋានសូមមេត្តាដាក់បញ្ហានៃការបង្ក្រាបល្បែងស៊ីសងតាមប្រព័ន្ធអនឡាញនេះជាវិធានការអតិភិបក្តៅគគុកនិងមានការយកចិត្តទុកដាក់ខ្ពស់បំផុតការបង្ក្រាបមិនគួរធ្វើឡើងត្រឹមតែយុទ្ធនាការម្ដងម្កាលនោះទេតែត្រូវអនុវត្តជាវិធានការបន្តបន្ទាប់បែបភ្លៀងរលឹមប្រកបដោយប្រសិទ្ធភាពនិងចីរភាពបង្កើនការយល់ដឹងនិងការអប់រំផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីគ្រោះថ្នាក់នៃល្បែងស៊ីសងត្រូវពង្រឹងពង្រីកការស៊ើបអង្កេតនិងការបង្ក្រាបដាក់កម្លាំងសមត្ថកិច្ចចុះល្បាតនិងស៊ើបអង្កេតដល់ទីតាំងលេងល្បែងទាំងរូបវ័ន្តបុគ្គលនិងអនឡាញដោយមិនលើកលែងចំពោះជនណាមួយឡើយអនុវត្តច្បាប់ដោយតឹងរ៉ឹងចាត់វិធានការផ្លូវច្បាប់ប្រកបដោយតម្លាភាពនិងភាពម៉ឺងម៉ាត់ចំពោះអ្នករៀបចំនិងអ្នកដែលផ្ដល់ទីតាំងនិងអ្នកលេងល្បែងស៊ីសងដើម្បីជាការប្រមានដល់អ្នកផ្សេងទៀតមានតែតាមរយៈការចូលរួមពីគ្រប់ភាគីក្រោមការដឹកនាំនិងការដាក់ជាប្រធានការក្តៅដំបូងរបស់រដ្ឋបាលខេត្តប៉ុណ្ណោះទើបអាចទប់ស្កាត់និងកាត់បន្ថយគ្រោះមហន្តរាយនៃល្បែងស៊ីសងខុសច្បាប់នេះបានហើយនាំមកនៅវិញសន្តិសុខនិងសណ្ដាប់ធ្នាប់សង្គមត្រឡប់ទៅកាន់គ្រួសារនិងសង្គមជាតិវិញដោយអាណាចក្រវរ្ម័នអង្គភាព ANC សារព័ត៌មានដើម្បីជាតិនិងប្រជាជន